ស្ដីអ្នកគ្នាចឹងនៅថ្ងៃទី18/2025នេះយើងមានព័ត៌មានចំនួន4បន្ទាន់ក្តៅរបស់យើងដែលចេញផ្សាយពាក់ព័ន្ធជាមួយនឹងចំនួនកម្ពុជាថៃបាទអញ្ចឹងទី1គឺសេចក្តីថ្លែងការណ៍របស់លោកជំទាវកាចាកាឡាស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលការណ៍សន្តិសុខនិងជាអនុប្រធានគណៈកម្មការអឺរ៉ុបគឺគេបាននិយាយពាក់ព័ន្ធជាមួយនឹងចំនួនកម្ពុជាថៃបាទអញ្ចឹងចំនួនរវាងប្រទេសទាំងពីរគឺមិនត្រូវបណ្ដោយឲ្យរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងទៀតនោះទេហើយដូច្នេះហើយបទជបាញ់ត្រូវចាំបាច់ស្ដារឡើងវិញជាបន្ទាន់នាងខ្ញុំនឹងបន្តនៅកិច្ចការនេះដើម្បីជួយបញ្ចប់វដ្តនៃការកើនឡើងចំនួនសហភាពអឺរ៉ុបនឹងផ្ដល់នៅរូបភាពផ្កាយរណបសម្រាប់ការឃ្លាំមើលពីបទជបាញ់នេះគឺជាសារដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការបរទេសថៃនិងកម្ពុជានៅក្នុងកិច្ចប្រជុំពិភាក្សានាពេលព្រឹកនេះបាទអញ្ចឹងនៅខាងអឺរ៉ុបគឺគាត់បានលូកដៃដើម្បីចូលជួយទៅលើសង្គ្រាមរវាងកម្ពុជានិងថៃដើម្បីងាយបញ្ចប់អញ្ចឹងគាត់ក៏ព្រមជួយពាក់ព័ន្ធជាមួយនឹងការឃ្លាំមើលទៅតាមរយៈផ្កាយណបបាទអញ្ចឹងយើងមានពីរប្រទេសហើយដែលអាចប្រើផ្កាយណបជួយមកយើងទី1គឺម៉ាឡេស៊ីហើយនិងអាមេរិកហើយទី2គឺសហភាពអឺរ៉ុបទៀតឥឡូវនេះបាទអញ្ចឹងព័ត៌មានទី1ក្រសួងការបរទេសចិននឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាថៃដើម្បីប្រឹងប្រែងស្ដារសន្តិភាពឡើងវិញឲ្យបានឆាប់ថ្ងៃទី18ខែធ្នូឆ្នាំ2025បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទស្សនកិច្ចការទូតមកកាន់ប្រទេសកម្ពុជានិងថៃម្ដងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរឡើងវិញដើម្បីកសាងសន្តិភាពឡើងវិញឲ្យបានឆាប់នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនផ្សាយនៅថ្ងៃទី17ក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តស្និទ្ធជិតស្និទ្ធរបស់កម្ពុជានិងថៃប្រទេសចិនតាមដានយ៉ាងដិតដល់នៅចំនួនព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរជារឿយរវាងភាគីទាំងពីរដើម្បីលើកកម្ពស់សន្តិភាពតាមរយៈមធ្យោបាយរបស់ខ្លួនប្រទេសចិនធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយភាពតានតឹងអញ្ចឹងចិនគេមកនិយាយចំនួនរវាងខ្មែរនិងថៃដែរតែមកនេះគឺលក្ខណៈនិយាយដូចជា slow អត់មានដាក់គំនាបឬក៏ចុចឲ្យភាគីទាំងពីរឈប់បាញ់អីទេបើតាមខ្ញុំមើលប្រហែលជាអត់ប្រយោជន៍ទេនៅក្នុងការក្រសួងការបរទេសចិនដែលមកនៅក្នុងថ្ងៃទី18នេះបាទបើនិយាយមួយខ្មែរយើងប្រហែលស្ដាប់តែបើនិយាយមួយថៃវាមិនស្ដាប់ទេពាក់ព័ន្ធជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទគាត់បង្ហាញនៅសញ្ញាថ្មីដែលគាត់ចង់ផ្សះផ្សាចំនួនព្រំដែនរវាងកម្ពុជាថៃដដែលបាទអញ្ចឹងតាមរយៈBloomberg លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហាញនៅសញ្ញាថ្មីក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដោយលោកបានតាក់ទងជាមួយនឹងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកអនុទីននាយករដ្ឋមន្ត្រីថៃដោយបង្ហាញពីបំណងចង់ដោះស្រាយចំនួនព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទអញ្ចឹងនេះគឺជាការចុះផ្សាយរបស់ Bloomberg គឺគាត់នឹងយករឿងនេះលើកឡើងនៅថ្ងៃទី22ខែធ្នូអញ្ចឹងយើងសល់ប្រហែលជា4ទៅ5ថ្ងៃទៀតនឹងដល់កិច្ចប្រជុំរបស់ការបរទេសអាស៊ានបាទយើងចាំមើលតើគាត់អាចជួយដោះស្រាយនៅចំនួននេះបានទេពួកម៉ាឡេស៊ីគឺគាត់ជួយច្រើននៅក្នុងមួយរយៈក្រោយនេះដើម្បីដោះស្រាយចំនួនរវាងកម្ពុជានិងថៃ
សម្រាប់កម្ពុជាយើងគឺទទួលយកដៃពីរតែភាគីខាងថៃនោះគឺគេនៅតែមិនព្រមទទួលបទចុះបាញ់បាទចឹងយើងចាំមើលបន្តទៀតថ្ងៃទី22យើងមើលតើកិច្ចប្រជុំក្នុងរដ្ឋមន្ត្រីការបរទេសអាស៊ានហ្នឹងគឺបានផ្លែផ្កាយខ្លះនៅក្នុងថ្ងៃទី22នេះយើងចាំមើលទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងព័ត៌មានទី4គឺស្ទូតកម្ពុជាប្រចាំប្រទេសបារាំងបកអក្រាទង្វើអាក្រក់របស់ថៃដែលបង្កបញ្ហាធ្ងន់ធ្ងរចំពោះអ្នកដំណើរមកពីអឺរ៉ុបដែលឆ្លងកាត់ពលាយន្តហោះថៃចូលមកកម្ពុជាបាទអញ្ចឹងរាជទូតកម្ពុជាប្រទេសបារាំងបានចេញសេចក្តីជូនដំណឹងថ្មីមួយដោយបកអក្រាទង្វើរបស់ថៃដែលបានបង្កការរំខានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកធ្វើដំណើរមកពីអឺរ៉ុបឆ្លងកាត់ពលានយន្តហោះរបស់ថៃចូលមកកម្ពុជានេះបើតាមសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី18ខែធ្នូស្ថានឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំងបានឲ្យដឹងថាអ្នកដំណើរមួយចំនួនដែលធ្វើដំណើរទៅប្រទេសកម្ពុជាបានជួបនូវបញ្ហាធ្ងន់ធ្ងរពេលឆ្លងកាត់ឬក៏យើងហៅថា transit ហ្នឹងនៅអាកាសយានដ្ឋានក្រុងបាងកកប្រទេសថៃបាទដូចជាការសួរសំណួររាប់សិបម៉ោងការទាមទាររកមូលហេតុឲ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុការទៅពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជាបរិយាកាសថប់បារម្ភនិងការរងសម្ពាធដោយមិនសមហេតុផលនិងនៅក្នុងករណីខ្លះអ្នកដំណើរបានបាត់វលីថែមទៀតពេលទៅដល់ក្រុងភ្នំពេញស្ថានឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំងបន្ថែមថាដើម្បីជាការប្រុងប្រយ័ត្នសូមអ្នកដំណើរជៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃនិងប្រើប្រាស់ក្រុមអាកាសចរថៃនៅពេលធ្វើដំណើរទៅកម្ពុជាបាទអញ្ចឹងបើតាមមើលគឺខាងថៃគេធ្វើទុកបុកម្នេញទៅលើអ្នកធ្វើដំណើរបរទេសមកកាន់ប្រទេសកម្ពុជាដែលឆ្លងកាត់ប្រទេសថៃអញ្ចឹងគេគិតថាពួកគាត់ទាំងអស់គ្នានឹងប្រហែលជាកេញសម្ងាត់របស់កម្ពុជាដែលបញ្ជូនមកឲ្យស៊ើបការយកព័ត៌មាននៅស្រុកថៃហើយត្រឡប់មកកម្ពុជាមើលទៅប្រហែលអញ្ចឹងហើយព្រោះមួយរយៈនេះគឺថៃគេចាប់ផ្ដើមចេញប្រតិបត្តិការតាមរកកេញសម្ងាត់បាទអញ្ចឹងយើងមើលនៅក្នុងព័ត៌មានមួយនេះតើស្ថានទូតរបស់បារាំងប្រចាំប្រទេសថៃហ្នឹងគេមានប្រតិកម្មអីអត់ព្រោះតាមព័ត៌មាននេះគឺជាស្ថានទូតរបស់កម្ពុជាទេដែលចេញសារនេះឡើងមកណាបាទអញ្ចឹងប្រជាជនដែលគាត់ត្រូវធ្វើដំណើរទៅប្រទេសថៃគឺគួរតែផ្អាកជាបណ្ដោះអាសន្នសិនមិនថាតាមផ្លូវទឹកឬផ្លូវគោកទេបាទពួកកុំឲ្យជាប់ពេលយើងធ្វើដំណើរទៅគេថាយើងជាកេញរបស់ខាងកម្ពុជាយើងណាបាទអរគុណច្រើន